សួស្តីថ្ងៃនេះមានវីដេអូចែកម្លែកមួយសម្រាប់បងប្អូនដែលគាត់មានគ្រួសារឥណ្ឌូចិនហើយចង់រៀបការនៅឥណ្ឌូដើម្បីយកតាស៊ីវិលដំបូងខ្ញុំត្រូវជិះអតេភ្លើងពីចាកាតាបារ៉ាទៅចាកាតាស្លាតាន់ពេលយើងទៅដល់នោះយើងជិះតាក់ស៊ីប្រហែលជា10នាទីទៀតបានទៅដល់ស្ថានទូតបញ្ជាក់ស្លៀកខោវែងពីជើងប៉ាតាមិនគេឲ្យចូលពេលយើងទៅដល់ខាងក្នុងហ្នឹងយើងជួបអ្នកធ្វើការយើងនិយាយគ្រឿងបកប្រែប៉ុន្តែថ្ងៃខ្ញុំទៅហ្នឹងអត់មានខ្មែរទេជួបតែអ្នកឥណ្ឌូតែពេលយើងនិយាយគ្នាហើយរឿងបកប្រែអីហើយអស់យើងត្រឡប់មកផ្ទះវិញតែមុនមកយើងចូលញ៉ាំអីសិនបន្ទាប់មកទៀត4ថ្ងៃក្រោយក៏មានទៅយកឯកសារដែលយើងបកប្រែហ្នឹងយើងមើលបញ្ជាក់ទៅថាឯកសារហ្នឹងវាមានខុសអីអត់បើអត់មានខុសអីទេយើងយកឯកសារទាំងអស់ហ្នឹងយកទៅពហិចិនដើម្បីឲ្យខាងពហិគាត់រៀបឯកសារពីតាមសាសនាឲ្យយើងអញ្ចឹងណា